នេះគឺខ្ញុំចង់ copy វាថែមទៀតមកហើយ copy នេះថែមទៀតហើយតែយើងដាក់ចូលនៅក្នុងផ្ទៃហ្នឹងតោះនេះដាក់ចូលនៅក្នុងផ្ទៃនេះមកអញ្ចឹងយើងគ្រាន់ OE ទៅវាលោតទៅតាមហើយបាទស្ដីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់ចែកម្លែកអ្នកនរគ្នានៅធៀបទូចមួយទៀតទាក់ទងទៅនឹងការប្រើប្រាស់កម្មវិធី AutoCAD របស់យើងឧទាហរណ៍ថានៅពេលដែលយើងចង់រក block អ្នកនរគ្នាជិះទៅយើងប្រើ command count មកអញ្ចឹងថាយើងមាន block នេះគឺខ្ញុំឈ្មោះ block របស់វាគឺនេះ block 1ខ្ញុំដាក់ block 2ហើយនេះ block 3អញ្ចឹងទៅអញ្ចឹងករណីមានច្រើនឧទាហរណ៍ខ្ញុំមាន copy មានច្រើនអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងអត់ដឹងថារកវាមិនកាន់តែមានច្រើនទៀតហ្នឹងទៅជាពិសេសគឺអ្នកប្រមូលបរិមាណអញ្ចឹងបើសិនជាយើងចង់រក block ទាំងអស់ហ្នឹងគឺយើងគ្រាន់តែប្រើ count ទៅនេះយើងចុចពាក្យ count នេះមកបន្ទាប់ទៀតនៅកន្លែងនេះវាឲ្យយើង granary ឬក៏ entire ឬក៏ select object អញ្ចឹងបងប្អូនអាចយកបាច់អីទេយើងមិនចុចអីទេកន្លែងហ្នឹងគឺយើងគូរៀបតាំងមួយអញ្ចឹងមកយើងគូពីលើ object ដែលយើងចង់រាប់អញ្ចឹងណាបាទបន្តមកទៀតយើងចុច space bar ឬ enter មកអញ្ចឹងមាន load ផ្ទាំង POQ ហ្នឹងឲ្យយើងអញ្ចឹងកន្លែងនេះវាមាន load រាប់ឲ្យយើង block 1 block 2 block 3អញ្ចឹងទៅអញ្ចឹង block 1មាន5 block 2មាន3អញ្ចឹងទៅអញ្ចឹងបងប្អូនចុចលើ create table មកហើយ select យើងចង់បាន block ទាំងអស់ហ្នឹងដាក់ទៅជា table មួយហើយចុចពី insert មកបងប្អូន click មួយមកនេះវាបង្កើតបានជា table មួយបងប្អូនអាច scale វា break ឡើងឲ្យធំតិចមកនេះធំដល់នេះមកបាទហើយយើងចុចបិទវាពេញទៅហ្នឹងណាហ្នឹងហើយអញ្ចឹងអានេះផ្ទៃនេះអានេះបើសិនជាយើងចង់បរិយាវាធំគាត់យើង copy នេះថែមទៀតអញ្ចឹងណាគាត់ថាខ្ញុំ copy វាថែមទៀតអញ្ចឹងខ្ញុំ OE មកឃើញចាំ block លេខ1នេះគឺវាឡើងអូតូតើនេះបាទហើយអានេះយើងអាចបើក layer វាបានកន្លែងនេះយើងអាចបើក layer វាទៅដើម្បីយើងអាចទាញវាផ្ទៃវាធំបានអញ្ចឹងណាបាទហើយនេះគឺខ្ញុំចង់ copy វាថែមទៀតមកហើយ copy នេះថែមទៀតហើយតែយើងដាក់ចូលនៅក្នុងផ្ទៃហ្នឹងតើនេះដាក់ចូលនៅក្នុងផ្ទៃនេះមកអញ្ចឹងយើងគ្រាន់ OE ទៅវាលោតទៅតាមហើយបាទនេះខ្ញុំ copy ចេញផ្ទៃ OE ទៅវាអត់លោតទេណាវានៅដដែលហើយ copy មកវាដាក់ចូលក្នុងផ្ទៃនេះមក copy ទៅវាស្គាល់តើនេះបើយើងលុបអានេះចោលក៏យើង copy ថែមមិនក៏វាអត់ស្គាល់ដែរអញ្ចឹងអានេះខ្លាំងជា block ធម្មតាវិញអញ្ចឹងយើងទៅប្រើ command ធម្មតាទៀតប៉ុន្តែបើសិនជាករណីយើងចង់ check លឿននេះណាយើងចង់ check លឿនឬក៏យើងច្រឡំលុបអាហ្នឹងហើយយើងចង់និយាយទៅជំរឿនរបស់យើងទេបើយើងចង់រាប់លឿនបងប្អូនអាចប្រើ command count block របស់ខ្ញុំបានគឺយើងប្រើប្រភេទ link ណានេះបងប្អូនប្រើប្រភេទនេះបាទគឺបងប្អូនបើ command CB មកវា count block ហ្នឹងណាបងប្អូន upload ធម្មតាមក YAP ហើយ upload នេះ upload វា load វាធម្មតាមកហើយបងប្អូនបើ command CB មក select លើ object របស់យើងចុច enter click ចាប់មួយហើយយើងវាយកំពុក tick មកខ្ញុំដាក់50អញ្ចឹងមកនេះ tick អូនេះវាជាន់គ្នាមកខ្ញុំទាញវាអញ្ចឹងម្ដងទៀតវាយ CB select object របស់យើង click មួយហើយខ្ញុំដាក់100នេះអញ្ចឹងយើងវាអានេះវាជាន់លើគ្នាបន្តិចបាទអញ្ចឹងយើងបាន block 1ប៉ានេះ block 2ប៉ានេះ block 3ប៉ានេះអញ្ចឹងបើខ្ញុំ copy ទៅច្រើនទៀតក៏អត់អីដែរអានេះវា load auto ទេគាត់ហើយយើងប្រើ command CB ទៅតែយើងចង់ check លឿនៗណាអញ្ចឹងខ្ញុំវាយ200ពុតតិចនេះឃើញអញ្ចឹងនេះវារាប់ឲ្យយើងមានចំនួន block 1ប៉ានេះអញ្ចឹងទៅដូចនេះដែរទាក់ទងទៅនឹង line ឧទាហរណ៍ថា line វាមាន line poly line ហើយនឹង arc អញ្ចឹងទៅឧទាហរណ៍ថាខ្ញុំមានអានេះខ្ញុំបើសិនជាយើងចង់រាប់ថាមាន circle ប៉ុន្មានមាន line មាន poly line ប៉ុន្មានមាន line ប៉ុន្មានអានេះអត់មានតែ poly line ទេក្នុងនេះមាន poly line ឥឡូវខ្ញុំចង់ឲ្យវាមាន line ខ្លះក្នុងរំនេះខ្ញុំ edit វាទៅជា line explode វាទៅជា line ច្រើនអញ្ចឹងតទៅទៀតមាន arc មួយទៀតហ្នឹង on ទៅមក arc គូ arc អញ្ចឹងទៅអូខេតែមានអញ្ចឹងខ្ញុំចង់រាប់វាអានេះខ្ញុំបំបាច់ block ឲ្យណាវាទៅជា circle ទៅជា poly line ហើយនឹងទៅជា line ហើយអញ្ចឹងខ្ញុំចង់រាប់វាខ្ញុំគ្រាន់តែវាយ command C count COB វាយ command COB ហ្នឹងមក count object select អញ្ចឹងមក enter ខ្ញុំ click មួយមកហើយខ្ញុំវាយកម្រាស់តិច200អញ្ចឹងពោះតិចអញ្ចឹងខ្ញុំមានអីគេមាន arc មាន6តែនេះមាន6ហើយមាន circle វារាប់ឲ្យយើងទាំងអស់មានបានវារាប់ឲ្យយើងទាំងអស់ line មានបានវារាប់ឲ្យយើងទាំងអស់ poly line មានបានរាប់ឲ្យយើងទាំងអស់អញ្ចឹង command នេះវាសម្រួលយើងច្រើនចំពោះអ្នក create device ណាបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងគ្នាចង់បាន link ហ្នឹងទាំងគ្នាអាច download ក្នុង channel Telegram ខ្ញុំបាន